ដល់វ័យមួយដែលលែងត្រូវការភាពអ៊ូអរ សប្បាយហឹកហាក់ ជួបជុំមិត្តភក្តិ បន់ភឿនទៀតហើយ វ័យនេះគឺជាវ័យដែលត្រូវការភាពស្ងៀមស្ងាត់ ភាពអត់ធ្មត់ ហើយនិងមានទំនួលខុសត្រូវ កាលនៅក្មេងអត់សូវយល់ពីអីច្រើនទេ បងប្អូនសាច់ញាតិ ចាស់ៗអីប្រាប់ ផ្ដែៗអីចេះគិតថា ខ្ញុំដឹងហើយ ខ្ញុំមិនមែនក្មេងទេ ប៉ុន្តែទាល់តែដល់វ័យនេះទើបខ្ញុំដឹងថាតាមពិតទៅ ចាស់ៗសាច់ញាតិបងប្អូនអីគាត់ប្រាប់យើងគាត់ចង់ល្អឯង នៅពេលដែលខ្ញុំឃើញក្មេងជំនាន់ក្រោយបានខ្ញុំនឹកឃើញថាកាលពីខ្ញុំនៅក្មេងណាខ្ញុំក៏មានអារម្មណ៍ចឹងដែរ ប៉ុន្តែគ្រាន់តែខ្ញុំរៀងអត់សូវរឹងក្បាលអីប៉ុន្មានទេ ពេលដែលចេះតែបណ្ដៅអីចឹងខ្ញុំចេះស្ដាប់ អត់សូវទៅចេះរឹងរូសដូចក្មេងជំនាន់ឥឡូវទេ ក្មេងជំនាន់ឥឡូវខ្ញុំឃើញថាមានក្មេងៗដែលអត់សូវចេះស្ដាប់ចាស់ទុំច្រើនណា ពេលដែលគេបដៅអីចេះតែផ្កើនមកវិញចឹងណា តាមក៏ពិតទៅនៅក្មេងអញ្ចឹងអត់ទាន់ដឹងខុសត្រូវជ្រៅរែកមិនទេ ពេលដែលចាស់ទុំបដៅអីអញ្ចឹងអត់ទាន់ចង់ស្ដាប់ទេ ប៉ុន្តែតើតែយើងអាយុច្រើនទៅបានយើងដឹងថា អូអញ្ចឹងសោះ ភ្ញាក់ខ្លួនដូចខ្មោច7ថ្ងៃអញ្ចឹង ពាក្យថាជន់អាចមាន់មុននេះ ពាក្យដែលខ្ញុំធ្លាប់ឮតាំងពីក្មេងហើយ ដល់ឥឡូវជាពាក្យដែលខ្ញុំនិយាយជាមួយក្មួយៗខ្ញុំវិញម្ដង ជាចុងក្រោយអត់មានអីទេ មានតែអរគុណ សូមជម្រាបលា បាយបាយ